សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកជំងឺ Salmonella ដើម្បីមកបង្ហាញជូនបងប្អូនទាំងអស់គ្នាជំងឺ Salmonella គឺជាជំងឺមួយដែលបង្កឡើងដោយបាក់តេរីក្រាមបកជំងឺនេះមានរោគសញ្ញាចែកចេញជាពីរសន្តានគឺសន្តានសួតស្រាវនិងសន្តានរ៉ាំរ៉ៃណាបងប្អូនបាទឥឡូវនេះខ្ញុំនឹងលើកយកអំពីសន្តានស្រួចស្រាយមុនណាបាទមកនិយាយបាទអញ្ចឹងសន្តានស្រួចស្រាយនេះគឺច្រើនកើតនៅលើជ្រូកអាយុ48ម៉ោងទៅ2អាទិត្យកូនជ្រូកចាប់ផ្ដើមឈឺក្នុងពេលតែមួយគ្រុនក្តៅសីតុណ្ហភាព40ទៅ41អង្សាកន្លះក្តៅបងប្អូនក្តៅណាស់សត្វខ្សោយដើរពាន់ជើងដេកដួលទៅនឹងកន្លែងទោះបីជាវាខំត្រដរដើរក៏ដោយសញ្ញាសរសៃប្រសាទដូចជាភាពញាក់ញ័រហើយនឹងខ្វិនប្រកាច់ស្បែករបស់វាប្រែពណ៌ពីធម្មតាទៅជាពណ៌ក្រមៅឬក៏ជាពណ៌ស្វាយដែលគេពិនិត្យនៅលើស្លឹកត្រចៀកនិងក្រោមពោះបាទអញ្ចឹងរូបសញ្ញាទាំងប្រមាណដែលខ្ញុំបានបង្ហាញខាងហ្នឹងគឺគេហៅថាសន្តានស្រួចស្រាយណាបងប្អូនបាទសន្តានបន្តទៀតហ្នឹងគឺជ្រូកហ្នឹងគឺមានអាការៈរិះពណ៌លឿងណាបងប្អូនលឿងប្រផេះមានក្លិនឆ្អាបបើមានលាឈាមអាចបណ្ដាលឲ្យស្លាប់តែម្ដងបាទនឹងគឺជំងឺរាគបងប្អូនបាទឥឡូវនេះខ្ញុំនឹងបន្តទៅលើរូបសញ្ញាមួយទៀតបាទគឺសន្តានរ៉ាំរ៉ៃដែលច្រើនតែងតែកើតលើជ្រូកធំឬក៏ជ្រូកពេញវ័យបងប្អូនបាទជ្រូកពីមួយថ្ងៃទៅមួយថ្ងៃបាទវារាគហ្នឹងគឺវាចាប់ដើមចុះស្គមទៅបាទអត់ដាច់ទេណាសត្វគ្រុនក្តៅជួនកាលក៏ត្រជាក់មិនសូវស៊ីចំណីហើយពោះរបស់វានឹងហើមណាបងប្អូនជ្រូកហើមសួតដូចជាក្អកពិបាកដកនឹងហើមនិងជួនកាលមានសញ្ញាសៃប្រសាទហើយក៏ខ្ញៅជើងបាទទាំងនេះគឺជារោគសញ្ញារ៉ាំរ៉ៃបាទរ៉ាំរ៉ៃវាមិនមែនស្រួលជាងស្រួលស្រាវប្រហែលទេបងប្អូនណាវាអាចរៀកទៅដាក់ថ្នាំមិនត្រូវស្លាប់តែម្ដងអញ្ចឹងហើយការព្យាបាលជំងឺនេះបើយើងដាក់ថ្នាំមិនត្រូវទេគឺវាងាប់លឿនដែរណាបងប្អូនអញ្ចឹងហើយបានជាជ្រូកដែលកើតមកគឺយើងត្រូវការចាក់វ៉ាក់សាំងឲ្យវាបាទអញ្ចឹងបងប្អូនគួរតែធ្វើវ៉ាក់សាំងរាគបាទឬក៏វ៉ាក់សាំង Salmonella នេះទៅតាមការកំណត់ដែលតាមក្រុមហ៊ុនមួយដែលគេណែនាំឲ្យប្រើណាបងប្អូនបាទហើយយើងចាក់លើកទី1លើកទី2អញ្ចឹងទៅណាបងប្អូនបាទដើម្បីការពារជំងឺព្រោះធម្មតាជំងឺបើយើងចាក់វ៉ាក់សាំងការពារហើយគឺវាមិនសូវមានហានិភ័យកើតឡើងទៀតទេតែបើសិនជាយើងបានធ្វើវ៉ាក់សាំងដល់ពេលវាកើតអត្រានៃការស្លាប់ឬក៏មើលមិនជាហ្នឹងគឺវាអាចមានច្រើនណាបងប្អូនអញ្ចឹងបងប្អូនគួរតែធ្វើវ៉ាក់សាំងហើយចំពោះថ្នាំព្យាបាលដាក់ថ្នាំអីបងប្អូនអាច comment ខាងក្រោមបានណាបាទចាំខ្ញុំទម្លាក់ជូនអរគុណច្រើនបាទ